ការអភ័យទោសឲ្យខ្លួនឯងពេលខ្លះកំហុសដែលយើងបានកសាងវាតែងតែវិលវល់នៅក្នុងគំនិតដែលធ្វើឲ្យយើងមានអារម្មណ៍សោកស្ដាយជាខ្លាំងខកចិត្តនិងបន្ទោសខ្លួនឯងឥតឈប់ឈរជារឿយៗយើងងាយនឹងយោគយល់និងអភ័យទោសឲ្យអ្នកដទៃនៅពេលដែលគេធ្វើខុសមកលើយើងប៉ុន្តែយើងបែរជាតឹងរឹងវិនិច្ឆ័យនិងដាក់ទោសខ្លួនឯងយ៉ាងធ្ងន់ធ្ងរបំផុតទៅវិញថ្ងៃនេះខ្ញុំចង់ប្រាប់ថាការលីសែងអតីតកាលការអបប្រសោបអារម្មណ៍ខុសឆ្គងទុកក្នុងចិត្តមិនមែនជាវិធីដែលជួយឲ្យយើងរីកចម្រើននោះទេផ្ទុយទៅវិញវាមានតែធ្វើឲ្យផ្លូវចិត្តយើងកាន់តែហត់នឿយនិងរងរបួសការអភ័យទោសឲ្យខ្លួនឯងមិនមែនមានន័យថាយើងរត់គេចចេញពីការទទួលខុសត្រូវនោះទេឬបដិសេធនៅអ្វីដែលយើងកាត់ឡើងនោះឡើយវាជាភាពក្លាហានក្នុងការទទួលស្គាល់ការពិតវាជាការផ្ដល់ឱកាសឲ្យខ្លួនឯងបានរៀនសូត្របានជាសះស្បើយនិងអាចបន្តដំណើរទៅមុខទៀតដោយសេចក្តីមេត្តាអ្នកទាំងអស់គ្នាអាចស្ដាប់ទ្រឹស្ដីនៃការអភ័យទោសឲ្យខ្លួនឯងនៅខាងក្រោមស្ដាប់ដោយពិចារណាហើយទុកជាការជួយខ្លួនឯងនិងលួងលោមផ្លូវចិត្តនិងនាំឲ្យអ្នកត្រឡប់មកការស្រឡាញ់ខ្លួនឯងសារជាថ្មីទទួលស្គាល់ជាមុនសិនថាយើងពិតជាមិនអាចធ្វើខុសមិនបាច់រលេះឲ្យពិរោះស្ដាប់ទេគ្រាន់តែប្រាប់ខ្លួនឯងត្រង់ថាយើងបានធ្វើអ្វីខុសបំបែកខ្លួនឯងចេញពីកំហុសយើងបានធ្វើឲ្យខុសប៉ុន្តែយើងមិនមែនជាមនុស្សអាក្រក់ទាំងស្រុងនោះទេឈប់គិតត្រឡប់ចុះឡើងរហូតដល់ធ្វើបាបផ្លូវចិត្តខ្លួនឯងអាចគិតបានតែមិនបាច់គិតពេញមួយយប់នោះទេសុំទោសខ្លួនឯងដោយដែលអ្នកសុំទោសអ្នកដទៃបើយើងជ្រុលធ្វើបាបខ្លួនឯងហើយក៏គួរតែនិយាយពាក្យថាសុំទោសខ្លួនឯងផងដែរយល់ថាយើងអាចសម្រេចចិត្តផ្អែកទៅលើព័ត៌មាននៅពេលនោះនៅថ្ងៃនេះយើងបានធ្វើល្អបំផុតតាមអ្វីដែលយើងអាចដឹងតាមអ្វីដែលយើងអាចធ្វើបានមិនយកអតីតកាលមកដាក់ទោសបច្ចុប្បន្នរឿងចាស់មិនគួរធ្វើឲ្យថ្ងៃនេះអស់តម្លៃឡើយរៀនសូត្ររួចហើយក៏ទម្លាក់វាចោលរក្សាជាមេរៀនតែមិនបាច់លីសែងអារម្មណ៍ខុសឆ្គងរហូតនោះទេមិនបាច់ប្រៀបធៀបអ្នកជាមួយនឹងអ្នកដទៃទេដែលធ្លាប់ធ្វើខុសដូចយើងមនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្សោយគ្រាន់តែអ្នកខ្លះគឺមិនបាននិយាយប្រាប់យើងតែប៉ុណ្ណោះហ៊ានកែតម្រូវនៅពេលដែលអ្នកមានឱកាសបើនៅអាចកែប្រែបានគឺត្រូវចាប់ផ្ដើមពីថ្ងៃនេះទទួលស្គាល់ថាយើងមិនល្អឥតខ្ចោះនោះទេភាពមិនល្អឥតខ្ចោះមិនបានធ្វើឲ្យយើងអស់តម្លៃនោះឡើយនិយាយជាមួយខ្លួនឯងឲ្យទន់ភ្លង់ជាងមុនបើមិនអាចនិយាយពាក្យទាំងនេះដាក់មិត្តភក្តិបានក៏កុំនិយាយពាក្យទាំងនោះមកដាក់ខ្លួនឯងអីទោះពេលដែលផ្លូវចិត្តបានងើបឡើងវិញមុខរបួសខ្លះមិនអាចជាសះស្បើយត្រឹមតែមួយថ្ងៃឬមួយយប់នោះទេមិនអាចយកកំហុសធ្វើជាអត្តសញ្ញាណចម្បងរបស់ខ្លួនយើងអាចមានតម្លៃលើសពីអ្វីដែលយើងអាចធ្វើខុសតាំងចិត្តធ្វើរឿងទូចឲ្យបានល្អជាងមុនមិនបាច់កែប្រែពេញមួយជីវិតទេគ្រាន់តែកែប្រែម្ដងមួយរឿងសិនក៏បានដែរយល់ថាអារម្មណ៍ខុសឆ្គងគឺជាសញ្ញាបញ្ជាក់ថាយើងនៅមានចិត្តល្អបើយើងមិនមានអារម្មណ៍អ្វីតទៅសោះនោះជារឿងអ្វីដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតរបស់អ្នកបោះបង់ការវិនិច្ឆ័យរបស់អ្នកដទៃខ្លះចោលទៅអ្នកខ្លះចង់ចាំយើងនៅពេលដែលយើងធ្វើខុសនោះទេប៉ុន្តែយើងមិនចាំបាច់រងចាំឬក៏រស់នៅក្នុងត្រង់ចំណុចនេះជារឿងរហូតនោះទេសរសេររឿងដែលកក់កុញកក់ស្ទះនៅក្នុងចិត្តចេញមកនៅពេលដែលវាចេញពីក្បាលរបស់អ្នកវានឹងធ្វើឲ្យយើងស្រាលជាងមុនផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតដូចដែលយើងផ្ដល់ឱកាសឲ្យមនុស្សជាទីស្រឡាញ់របស់យើងអញ្ចឹងការអភ័យទោសឲ្យខ្លួនឯងគឺជាដំណើរការមួយវាមិនមែនជាអ្វីដែលអ្នកអាចធ្វើបានភ្លាមក្នុងមួយថ្ងៃនោះទេចូលផ្ដល់ពេលវេលាល្អពេលវេលាខ្លួនឯងបន្តិចម្ដងផ្ដោតលើអ្វីដែលអ្នកគ្រប់គ្រងបានអតីតកាលកន្លងផុតបាត់ទៅហើយរឿងដែលយើងអាចធ្វើបានគឺជ្រើសរើសទង្វើថ្ងៃនេះឲ្យល្អបំផុតតាមអ្វីដែលអ្នកអាចធ្វើបានអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍សោកស្ដាយខ្លះការដែលយើងយំឬពិបាកចិត្តមិនមែនជារឿងខុសទេវាគ្រាន់ជាការបញ្ចេញនៅសម្ពាធពីផ្លូវចិត្តតែប៉ុណ្ណោះមើលឃើញពីភាពរឹងមាំរបស់ខ្លួនឯងឆ្លងកាត់រឿងដ៏លំបាកមកដល់ចំណុចនេះបញ្ជាក់ថាយើងពិតជាមនុស្សក្លាហានណាស់ទៅហើយអនាគតមិនត្រូវបានកាត់សេចក្តីដោយកំហុសចាស់ឡើយសៀវភៅជីវិតខ្លះនៅទំព័រជាច្រើនមិនទាន់បញ្ចប់សាច់រឿងត្រឹមទំព័រដែលសោកសៅនេះទេហ៊ានបាក់ចិត្តទទួលយកជំនួយខ្លះពេលខ្លះរែកពុនម្នាក់ឯងក៏វាធ្ងន់ពេកដែរការស្វែងរកអ្នកដែលស្ដាប់ជាជំរឿនដ៏ល្អបំផុត
ដកដង្ហើមវែងហើយចាប់ផ្ដើមជីវិតសារជាថ្មីគ្មានព្យុះភ្លៀងណាដែលធ្លាក់មិនព្រមរាំងនោះទេថ្ងៃស្អែកគឺជាពន្លឺថ្មីសម្រាប់ជីវិតយើងជានិច្ច